បាទថ្ងៃនេះខ្ញុំបាទជាខកសុនមានជារឿងសុភីមួយទៀតដើម្បីចែកម្លែកបងប្អូនក៏ដូចជាប្រយោជន៍ធុបនិងបងប្អូនសុភីទាំងគ្នាបាទអញ្ចឹងចំណេះដឹងសុខភាពក្នុងថ្ងៃនេះយើងលើកឡើងអំពីអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីដែលភាសាអង់គ្លេសហៅថា Green Banana Health Benefit បាយគ្នានៅពេលបច្ចុប្បន្នគឺការទទួលទានបន្លែនិងផ្លែឈើគឺជារឿងសំខាន់សម្រាប់សុខភាពយើងផងដែរក្នុងនោះយើងថាផ្លែចេកខ្ចីគឺជាប្រភេទរុក្ខជាតិមួយដែលគេអាសាយកមកធ្វើជាម្ហូបក៏ដូចជាអាហារសម្រន់ផ្សេងៗទៀតផងដែរបាទយើងចង់នឹងថាតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីហ្នឹងមានអត្ថប្រយោជន៍យ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងឋាននេះយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីបាទយើងចង់ដឹងថាតើផ្លែចេកខ្ចីហ្នឹងបានផ្ដល់អត្ថប្រយោជន៍សុខភាពបែបណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមផ្លែចេកខ្ចីគឺជាផ្លែឈើផ្ដល់នូវសុខភាពល្អមិនគួរឲ្យជឿងាយស្រួលរកទិញបានឆ្ងាញ់និងតម្លៃសមរម្យឃើញមាននៅក្នុងបណ្ដាប្រទេសអាស៊ានផងដែរផ្លែឈើនេះក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការញ៉ាំផ្លែឈើមួយដែលផ្ដល់ឲ្យនៅសុខភាពល្អបាទអញ្ចឹងផ្លែចេកខ្ចីនេះគឺជាជម្រើសមួយសម្រាប់យើងផងដែរដែលតេតទៅនឹងការញ៉ាំទៅដើម្បីឲ្យជួយដល់សុខភាពនោះបាទអញ្ចឹងរូបភាពនេះគឺជាផ្លែចេកខ្ចីបាទអញ្ចឹងផ្លែចេកខ្ចីនេះគឺបាទបើសិនជាចេកគ្រាប់គេអាចយកទៅធ្វើជ្រក់បាទញ៉ាំមានរសជាតិឆ្ងាញ់បាទឬក៏យើងអាចធ្វើជាអន្លក់ញ៉ាំជាមួយនឹងគ្រឿងប្រហុកផ្សេងបាទឬក៏អាចធ្វើជាការញ៉ាំលេងជាអាហារសម្រន់បាទឬក៏គេអាចយកទៅធ្វើជាម្ហូបបាទបានច្រើនមុខផងដែរបាទនេះគឺតកតទៅនឹងផ្លែចេកខ្ចីហ្នឹងយើងមើលបន្តទៅទៀតតកតងផ្លែចេកខ្ចីគេឃើញមាននៅសារធាតុចិញ្ចឹមច្រើនមុខអាចផ្ដល់អត្ថប្រយោជន៍សម្រកទម្ងន់រំលាយអាហារនិងសុខភាពបេះដូងផងដែរគេបានរកឃើញអត្ថប្រយោជន៍ច្រើនយ៉ាងនៃផ្លែចេកខ្ចីចំពោះសុខភាពនេះបើតាម headline.com បានចេញផ្សាយបាទអញ្ចឹងយោងតាម website មួយគឺ headline.com បានចេញផ្សាយបានបង្ហាញអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែចេកខ្ចីហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីតើផ្លែចេកខ្ចីហ្នឹងបានផ្ដល់អត្ថប្រយោជន៍សុខភាពបែបណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី1ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីនេះវាអាចជួយទៅដល់ការរំលាយអាហារជួយបន្ទន់លាមកនិងការពារជំងឺម៉ារីប៉ូវៀនជាពិសេសគឺតកតទៅនឹងម៉ារីប៉ូវៀនធំតែម្ដងបាទនឹងគឺជាអត្ថប្រយោជន៍ទី1នៃផ្លែចេកខ្ចីយើងមកបន្តទៀតតកតទៅអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី2ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីហ្នឹងគឺធ្វើឲ្យប្រសើរឡើងនៃជាតិស្ករនៅក្នុងឈាមបាទដោយសារនៅក្នុងផ្លែចេកខ្ចីហ្នឹងគឺមានសារជាតិសរសៃច្រើនបាទអញ្ចឹងវាអាចជួយគ្រប់គ្រងកុំឲ្យជាតិស្ករក្នុងឈាមយើងកើនឡើងខ្លាំងផងដែរអញ្ចឹងសមស្របសម្រាប់អ្នកជំងឺទឹកនោមផ្អែមបាទដែលការប្រាថ្នាហ្នឹងគឺមួយយ៉ាងហើយអាហារគឺជារឿងមួយទៀតដែលអាចជួយគ្រប់គ្រងជាតិស្ករផងដែរបាទយើងមកតទៀតតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី3ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីវាអាចជួយដល់ការសម្រកទម្ងន់បាទដោយសារក្នុងផ្លែចេកខ្ចីហ្នឹងគឺវាមានកាឡូរីតិចអញ្ចឹងវាអត់សូវឲ្យយើងឡើងទម្ងន់ទេអញ្ចឹងអ្នកដែលចាប់អារម្មណ៍ទាក់ទងការសម្រកទម្ងន់បាទអញ្ចឹងការទទួលទានផ្លែចេកខ្ចីជាជម្រើសមួយផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតទាក់ទងអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី4ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីហ្នឹងវាអាចជួយទ្រទ្រង់ដល់សុខភាពបេះដូងបាទដោយសារនៅក្នុងផ្លែចេកខ្ចីគឺវាសម្បូរទៅដោយពួកប៉ូតាស្យូមតែប៉ូតាស្យូមនឹងគឺជាយ៉ាងមួយសំខាន់ដល់ការដំណើរការមុខងារធម្មតារបស់បេះដូងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី5ចំពោះមនុស្សយើងថាផ្លែចេកខ្ចីវាអាចជួយទៅដល់សកម្មភាពអរម៉ូនអាំងស៊ូលីនបាទអញ្ចឹងវាអាចជួយឲ្យអាំងស៊ូលីននឹងវាធ្វើការបានល្អក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងនឹងអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី6ចំពោះមនុស្សយើងថាផ្លែចេកខ្ចីនឹងវាអាចជួយទ្រទ្រង់ដល់សុខភាពឆ្អឹងអញ្ចឹងអ្នកដែលមានបញ្ហា
តើតើនឹងឆ្អឹង sport បាទឬក៏បង្វះវីតាមីន D និងកាល់ស្យូមនឹងឆ្អឹងហ្នឹងបាទយើងថាញ៉ាំផ្លែចេកខ្ចីទៅវាជួយដែរដល់តើតើនឹងការផ្ដល់សារធាតុរ៉ាឲ្យឆ្អឹងឲ្យសុខភាពឆ្អឹងយើងបានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើថាប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី7ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីហ្នឹងវាជួយបង្កើនមុខងារមេតាបូលីសរបស់កោសិកាអញ្ចឹងវាអាចជួយឲ្យកោសិកាបំលែងសារធាតុផ្សេងៗដែលលើសដូចជាខ្លាញ់ស្ករអីហ្នឹងចេញពីរាងកាយរបស់មនុស្សយើងបានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី8ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីហ្នឹងវាអាចជួយកាត់បន្ថយនៅការរលាកបាទហ្នឹងការរលាកវាមាននៅក្នុងរាងកាយរបស់យើងធ្វើយើងឆាប់ចាស់ធ្វើយើងឆាប់មានជំងឺរ៉ាំរ៉ៃច្រើនអញ្ចឹងផ្លែចេកខ្ចីហ្នឹងវាអាចជួយកាត់បន្ថយនៅការរលាកនៅផ្នែកផ្សេងៗនៃរាងកាយរបស់មនុស្សយើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី9ចំពោះមនុស្សយើងថាផ្លែចេកខ្ចីនឹងវាអាចជួយពង្រឹងសុខភាពផ្លូវចិត្តបាទគឺកាត់បន្ថយការប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍ផងដែរអញ្ចឹងវាថាវាជួយដល់ការបញ្ចេញនឹងឲ្យបានត្រឹមត្រូវរបស់ពួកសេរ៉ូតូនីនហើយនឹងអ្នកនាំសារប្រសាទផ្សេងទៀតនៅក្នុងខួរក្បាលដើម្បីឲ្យមានលំនឹងផ្លូវចិត្តរបស់មនុស្សយើងឲ្យបានល្អផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើថាប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី10ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីនេះវាអាចជួយទៅដល់សុខភាពស្បែកបាទដោយសារនៅក្នុងផ្លែចេកខ្ចីគឺសម្បូរទៅដោយវីតាមីន C បាទដែលវីតាមីនទាំងអស់ហ្នឹងគឺវាអាចជួយទៅដល់ស្បែករបស់យើងឲ្យរឹងមាំនិងមានសុខភាពល្អផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី11ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីវាអាចជួយឲ្យប្រសើរឡើងនៅសុខភាពតម្រងនោមបាទដោយសារនៅក្នុងផ្លែចេកខ្ចីគឺវាសម្បូរទៅដោយពួកអ៊ីយ៉ុងប៉ូតាស្យូមបាទដែលអ៊ីយ៉ុងប៉ូតាស្យូមហ្នឹងវាជួយទៅដល់ដំណើរការមុខងាររបស់តម្រងនោមរបស់យើងផងដែរបាទយើងបន្តទៅទៀតតើតើអត្ថប្រយោជន៍សុខភាពនៃផ្លែចេកខ្ចីទី12ចំពោះមនុស្សយើងបាទយើងថាផ្លែចេកខ្ចីវាអាចជួយបន្ថែមទៅក្នុងរបបអាហារសម្រន់ងាយបរិភោគនិងងាយស្រួលដឹកជញ្ជូនបាទអញ្ចឹងគេអាចធ្វើជាបន្លែអន្លក់បាទគេអាចយកទៅធ្វើជាជ្រក់បាទឬក៏អាចទៅនៅក្នុងអាហារសម្រន់ផ្សេងៗហ្នឹងបាទជាឆាបឬជាអីផ្សេងៗបាទហ្នឹងគឺសិតសឹងតែយើងយកចេញពីផ្លែចេកខ្ចីផងដែរបាទទាំងអស់ហ្នឹងគឺជាអត្ថប្រយោជន៍សំខាន់ចំពោះសុខភាពនៃផ្លែចេកខ្ចីប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងជាពិសេសគឺជំងឺតាក់ទងតាមរយៈអាហារជំងឺតាក់ទងតាមទឹកមាត់ឬក៏ជំងឺតាក់ទងតាមតពូជបាទប្រឹក្សាទៅថ្លៃតាមលេខ Telegram បេក្ខគឺ092 59 3350 088 3132 225 016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតបាទតាក់ទងនឹងវីដេអូព័ត៌មានសុខភាពថ្មីៗក៏ដូចជាវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនបាទយ៉ាចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដោយអក្សរស្រាប់ចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងយល់កណ្ដឹងបាទចុចពាក្យ subscribe និងរំកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជួន subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ